ញ្ជ្រងធំមួយស្លៀកពាក់ជាស្ត្រីនាងប្រែក្លាយទៅជាស្ត្រីចំណាស់ម្នាក់គាត់បានស្រែកដាក់យកថាតើអ្នកកំពុងលក់អស់នេះមែនទេចេះបាននិយាយថាគាត់នឹងលក់ប្រសិនបើគាត់មានលុយគ្រប់គ្រាន់ខ្ញុំចង់បានពួកគេទាំងអស់តើអ្នកអាចនាំខ្ញុំទៅផ្ទះបានទេលោកគ្រូលីបានដើរតាមស្ត្រីចំណាស់ទៅកាន់រូងភ្នំមួយលោកគ្រូលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ចូលទៅក្នុងរូងភ្នំវាមានតុកៅអីវែងទូទឹកកកទូរទស្សន៍និងអ្វីផ្សេងទៀតស្ត្រីចំណាស់ស្រែកថាពិតមែនខ្ញុំត្រឡប់មកវិញហើយសេនហ្វេនស្លៀកអាវពណ៌ភ្នែកមានពណ៌ក្រហមស្រស់ស្អាតដូចទេពអប្សរពួកគេបានចេញមកយកចានលោកគ្រូលីឃើញសេនចិនស្រាប់តែមានអារម្មណ៍ស្ពឹកនៅជើងរបស់គាត់ក្បាលខ្ញុំកំពុងវិលខ្ញុំមិនអាចរើបានទៀតទេស្ត្រីចំណាស់ញឹមហើយនិយាយថាបើហេតុអ្វីបានជាអ្នកមិនស្នាក់នៅញ៉ាំអាហារមុនពេលអ្នកចាក់ចេញលោកគ្រូលីគ្មានភាពខ្មាស់អៀនទេអង្គុយចុះហើយចាប់ដើមញ៉ាំអាហារស្ត្រីចំណាស់នោះបាននិយាយថាគាត់ពិតជាចៅស្រីរបស់ខ្ញុំមែនចុះបើខ្ញុំភ្ជាប់ពាក្យជាមួយគាត់វិញលោកគ្រូលីបានយល់ព្រមភ្លាមគាត់បានរៀបការជាមួយ Jensen នៅយប់នោះបន្ទាប់ពីត្រឡប់មកផ្ទះវិញរឿងចម្លែកកើតឡើងជាបន្តមាន់មួយក្បាលបាត់ពីទ្រុងជារៀងរាល់ថ្ងៃហ្វេនមិនដែលញ៉ាំទេគាត់ទើបតែផឹកទឹកក្នុងមាត់ធំមួយលោកគ្រូលីគិតក្នុងចិត្តតើប្រពន្ធនេះល្ងងបន្តិចមែនទេមិនយូរប៉ុន្មានក្រោយមកចេនបាននិយាយថានាងមានផ្ទៃពោះលោកគ្រូលីមានអារម្មណ៍រីករាយជាខ្លាំងខ្ញុំគិតថាខ្ញុំនឹងទៅក្រុងដើម្បីទិញមាន់ចាស់មួយក្បាលមកចិញ្ចឹមប្រពន្ធខ្ញុំទើបតែចេញមកក្មេងប្រុសនោះត្រូវបានបញ្ឈប់ដោយបូជាចៅសាសនាតាវថ្មីនេះតើអ្នកមានសំណាងក្នុងរឿងស្នេហាមែនទេលោកគ្រូលីមកក្បាលខ្ញុំបានរៀបការជាមួយប្រពន្ធនៅក្នុងរូងភ្នំបូជាចៅសាសនាតាវបាននិយាយថាវាជាសត្វចម្លែកលោកគ្រូលីបានស្ដោះទឹកមាត់ស្អិតយ៉ាងច្រើនបូជាចៅសាសនាតាវតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះបូជាចៅសាសនាតាវមិនខឹងទេគាត់ត្រូវបានផ្ដល់ចំណាត់ថ្នាក់អធិរាជមួយផ្សេងទៀតមិនជឿខ្ញុំទេដាក់វានៅក្រោមខ្នើយរបស់អ្នកថ្ងៃស្អែកគាត់ប្រកាសជានឹងបង្ហាញពណ៌ពិតរបស់គាត់លីឡៅស៊ីបានត្រឡប់មកផ្ទះវិញដោយមានការសង្ស័យខ្លះខណៈពេលដែលShenកំពុងដេកលក់ដាក់របស់របរនៅក្រោមខ្នើយព្រឹកព្រលឹមថ្ងៃបន្ទាប់គាត់លួចសម្លឹងមើលក្រែដោយសម្ងាត់គ្មានរបស់ពិតទេវាគឺជាកញ្ជ្រោងពណ៌ដែលមានកម្ពស់ពាក់កណ្ដាលរបស់មនុស្សពោះរបស់នាងនៅតែហើមលោកគ្រូលីមានអារម្មណ៍ភ័យខ្លាចមនុស្សម្នាក់អាចស្រមៃមើលថាតើShenជាធម្មតាល្អប៉ុណ្ណាចំពោះគាត់ប៉ុន្តែខ្ញុំមិនអាចទ្រាំទ្រនឹងការបង្ហាញវាបានទេធ្វើពុតជាដេកលក់ទាំងបិទភ្នែកកញ្ជ្រោងពណ៌សឹកញាក់ឡើងដោយឃើញថាប្តីរបស់នាងមិនបានរើចេញប្រែក្លាយខ្លួនទៅជាទម្រង់មនុស្សវិញដោយស្ងាត់ហើយនៅតែឈប់ពោះអាហារនិងសម្លៀកបំពាក់ត្រូវបានទុកចោលរយៈពេល3ថ្ងៃបូជាចៅសាសនាតាវមួយរូបបានមកដល់មាត់ទ្វារដើម្បីសុំទឹកនេះគឺជាបូជាចៅសាសនាតាវនោះបូជាចៅសាសនាតាវបានសួរថាតើប្រពន្ធរបស់អ្នកជាសត្វចម្លែកឬអត់គ្រូលីមកក្បាលនាងជាស្រីពេសាពេលលើដូច្នោះបូជាចៅតាវគាត់បានទាញដាវឈើផ្លែពេសរបស់គាត់ចេញមកហើយប្រញាប់ចូលទៅក្នុងផ្ទះយូកៃណាលីរ៉ូតសេនមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់នាងដាក់កំហិតចរាចរណ៍ភ្លាមកញ្ជ្រោងពណ៌ធំមួយបានលោតឡើងភ្លាមចិត្តបូជាចៅសាសនាតាវឲ្យដួលលើដីលោកគ្រូលីមានអារម្មណ៍ថប់បារម្ភគាត់បានប្រញាប់ទៅទាត់គូតបូជាចៅតាវគាត់បានលើកដៃឡើងហើយទះនាង50ដងអ្នកកំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃបូជាចៅសាសនាតាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ជាសត្វចម្លែកលោកគ្រូលីបានការពារកញ្ជ្រោងពណ៌ទោះបីជាគាត់ជាយក្សក៏ដោយខ្ញុំមិនដែលធ្វើបាបអ្នកណាម្នាក់ឡើយកញ្ជ្រោងក៏ជាជីវិតមួយដែរយើងមិនត្រូវធ្វើបាបគាត់ទេល្ងាចនោះខ្ញុំពិតជាគិតថាគាត់គួរតែស្នាក់នៅវានឹងបង្កបញ្ហាដល់ស្វាមីរបស់នាងតែប៉ុណ្ណោះដូច្នេះដោយមានផ្ទៃពោះធ្ងន់នាងក៏ចាក់ចេញនៅយប់នោះលោកគ្រូលីភ្ញាក់ពីដំណេកនៅថ្ងៃបន្ទាប់ដោយឃើញថាក្រែឥតដែលមានកម្ដៅនៅទេពួកគេបានស្វែងរកពេញភ្នំដូចជាមនុស្សឈួតប៉ុន្តែរកមិនឃើញគាត់កំពុងកាន់កន្សែងដៃដែលចេញបានបន្សល់ទុកគាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់យាមផ្ទះទេមួយគាត់មិនដែលរៀបការម្ដងទៀតទេមនុស្សដែលមានចិត្តសប្បុរសត្រូវបានប្រទានពរកញ្ជ្រោងធំមួយស្លៀកពាក់ជាស្ត្រីនាងប្រែក្លាយទៅជាស្ត្រីចំណាស់ម្នាក់គាត់បានស្រែកដាក់យកថាតើអ្នកកំពុងលក់អស់នេះមែនទេចេះបាននិយាយថាគាត់នឹងលក់ប្រសិនបើគាត់មានលុយគ្រប់គ្រាន់ខ្ញុំចង់បានពួកគេទាំងអស់តើអ្នកអាចនាំខ្ញុំទៅផ្ទះបានទេលោកគ្រូលីបានដើរតាមស្ត្រីចំណាស់ទៅកាន់រូងភ្នំមួយលោកគ្រូលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ចូលទៅក្នុងរូងភ្នំវាមានតុកៅអីវែងទូទឹកកកទូរទស្សន៍និងអ្វីផ្សេងទៀតស្ត្រីចំណាស់ស្រែកថាពិតមែនខ្ញុំត្រឡប់មកវិញហើយសេនហ្វេនស្លៀកអាវពណ៌ភ្នែកមានពណ៌ក្រហមស្រស់ស្អាតដូចទេពអប្សរពួកគេបានចេញមកយកចានលោកគ្រូលីឃើញសេនចិនស្រាប់តែមានអារម្មណ៍ស្ពឹកនៅជើងរបស់គាត់ក្បាលខ្ញុំកំពុងវិលខ្ញុំមិនអាចរើបានទៀតទេស្ត្រីចំណាស់ញឹមហើយនិយាយថាបើហេតុអ្វីបានជាអ្នកមិនស្នាក់នៅញ៉ាំអាហារមុនពេលអ្នកចាក់ចេញលោកគ្រូលីគ្មានភាពខ្មាស់អៀនទេអង្គុយចុះហើយចាប់ដើមញ៉ាំអាហារស្ត្រីចំណាស់នោះបាននិយាយថាគាត់ពិតជាចៅស្រីរបស់ខ្ញុំមែនចុះបើខ្ញុំភ្ជាប់ពាក្យជាមួយគាត់វិញលោកគ្រូលីបានយល់ព្រមភ្លាមគាត់បានរៀបការជាមួយ Jensen នៅយប់នោះបន្ទាប់ពីត្រឡប់មកផ្ទះវិញរឿងចម្លែកកើតឡើងជាបន្តមាន់មួយក្បាលបាត់ពីទ្រុងជារៀងរាល់ថ្ងៃហ្វេនមិនដែលញ៉ាំទេគាត់ទើបតែផឹកទឹកក្នុងមាត់ធំមួយលោកគ្រូលីគិតក្នុងចិត្តតើប្រពន្ធនេះល្ងងបន្តិចមែនទេមិនយូរប៉ុន្មានក្រោយមកចេនបាននិយាយថានាងមានផ្ទៃពោះលោកគ្រូលីមានអារម្មណ៍រីករាយជាខ្លាំងខ្ញុំគិតថាខ្ញុំនឹងទៅក្រុងដើម្បីទិញមាន់ចាស់មួយក្បាលមកចិញ្ចឹមប្រពន្ធខ្ញុំទើបតែចេញមកក្មេងប្រុសនោះត្រូវបានបញ្ឈប់ដោយបូជាចៅសាសនាតាវថ្មីនេះតើអ្នកមានសំណាងក្នុងរឿងស្នេហាមែនទេលោកគ្រូលីមកក្បាលខ្ញុំបានរៀបការជាមួយប្រពន្ធនៅក្នុងរូងភ្នំបូជាចៅសាសនាតាវបាននិយាយថាវាជាសត្វចម្លែកលោកគ្រូលីបានស្ដោះទឹកមាត់ស្អិតយ៉ាងច្រើនបូជាចៅសាសនាតាវតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះបូជាចៅសាសនាតាវមិនខឹងទេគាត់ត្រូវបានផ្ដល់ចំណាត់ថ្នាក់អធិរាជមួយផ្សេងទៀតមិនជឿខ្ញុំទេដាក់វានៅក្រោមខ្នើយរបស់អ្នកថ្ងៃស្អែកគាត់ប្រកាសជានឹងបង្ហាញពណ៌ពិតរបស់គាត់លីឡៅស៊ីបានត្រឡប់មកផ្ទះវិញដោយមានការសង្ស័យខ្លះខណៈពេលដែលShenកំពុងដេកលក់ដាក់របស់របរនៅក្រោមខ្នើយព្រឹកព្រលឹមថ្ងៃបន្ទាប់គាត់លួចសម្លឹងមើលក្រែដោយសម្ងាត់គ្មានរបស់ពិតទេវាគឺជាកញ្ជ្រោងពណ៌ដែលមានកម្ពស់ពាក់កណ្ដាលរបស់មនុស្សពោះរបស់នាងនៅតែហើមលោកគ្រូលីមានអារម្មណ៍ភ័យខ្លាចមនុស្សម្នាក់អាចស្រមៃមើលថាតើShenជាធម្មតាល្អប៉ុណ្ណាចំពោះគាត់ប៉ុន្តែខ្ញុំមិនអាចទ្រាំទ្រនឹងការបង្ហាញវាបានទេធ្វើពុតជាដេកលក់ទាំងបិទភ្នែកកញ្ជ្រោងពណ៌សឹកញាក់ឡើងដោយឃើញថាប្តីរបស់នាងមិនបានរើចេញប្រែក្លាយខ្លួនទៅជាទម្រង់មនុស្សវិញដោយស្ងាត់ហើយនៅតែឈប់ពោះអាហារនិងសម្លៀកបំពាក់ត្រូវបានទុកចោលរយៈពេល3ថ្ងៃបូជាចៅសាសនាតាវមួយរូបបានមកដល់មាត់ទ្វារដើម្បីសុំទឹកនេះគឺជាបូជាចៅសាសនាតាវនោះបូជាចៅសាសនាតាវបានសួរថាតើប្រពន្ធរបស់អ្នកជាសត្វចម្លែកឬអត់គ្រូលីមកក្បាលនាងជាស្រីពេសាពេលលើដូច្នោះបូជាចៅតាវគាត់បានទាញដាវឈើផ្លែពេសរបស់គាត់ចេញមកហើយប្រញាប់ចូលទៅក្នុងផ្ទះយូកៃណាលីរ៉ូតសេនមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់នាងដាក់កំហិតចរាចរណ៍ភ្លាម
កញ្ជ្រោងប៉ុស្តិ៍ធំមួយបានលោតឡើងភ្លាមចុចបូជាចារសាសនាតាវឲ្យដួលលើដីលោកគ្រូលីមានអារម្មណ៍ថប់បារម្ភគាត់បានប្រញាប់ទៅទាត់គូតបូជាចារតាវគាត់បានលើកដៃឡើងហើយទះនាង50ដងអ្នកកំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃបូជាចារសាសនាតាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ជាសត្វចម្លែកលោកគ្រូលីបានការពារកញ្ជ្រោងប៉ុស្តិ៍ទោះបីជាគាត់ជាយក្សក៏ដោយខ្ញុំមិនដែលធ្វើបាបអ្នកណាម្នាក់ឡើយកញ្ជ្រោងក៏ជាជីវិតមួយដែរយើងមិនត្រូវធ្វើបាបគាត់ទេល្ងាចនោះខ្ញុំពិតជាគិតថាគាត់គួរតែស្នាក់នៅវានឹងបង្កបញ្ហាដល់ស្វាមីរបស់នាងតែប៉ុណ្ណោះដូច្នេះដោយមានផ្ទៃពោះធ្ងន់នាងក៏ចាក់ចេញនៅយប់នោះលោកគ្រូលីភ្ញាក់ពីដំណេកនៅថ្ងៃបន្ទាប់ដោយឃើញថាក្រែឥតដែលមានកម្ដៅនៅទេពួកគេបានស្វែងរកពេញភ្នំដូចជាមនុស្សឈួតប៉ុន្តែរកមិនឃើញគាត់កំពុងកាន់កន្សែងដៃដែលចេញបានបន្សល់ទុកគាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់យាមផ្ទះទេមួយគាត់មិនដែលរៀបការម្ដងទៀតទេមនុស្សដែលមានចិត្តសប្បុរសត្រូវបានប្រទានពរ